មានទស្សនៈមួយគេលើកឡើងថាជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងអ្នកត្រូវតែបន្តធាក់ទៅមុខជានិច្ចតើទស្សនៈនេះជាទស្សនៈរបស់អ្នកប្រាជ្ញមួយណាអូខេអ្នកប្រាជ្ញមួយណាខ្ញុំប្រកាសខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះថេរានុត្រៈគ្រប់អង្គមុនកាយគ្រប់ជំនឿសួរលោកស្រីបងប្អូនទាំងអស់គ្នាជាពិសេសមិត្តអ្នកគ្រប់គ្រងកម្មវិធីនីតិឆ្លើយសំណួរយកសភៅស្វាគមន៍មកកាន់កម្មវិធីផ្សាយផ្ទាល់នីតិឆ្លើយសំណួរយកសភៅឆ្នាំទី6រាត្រីទី560សំទោស573នៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅក្នុងរាត្រីនេះយើងនឹងផ្ដល់ជូនសភៅចំនួន2ក្បាលហើយជាមួយនឹងសំណួរចំណេះដឹងទូទៅចំនួន2សំណួរប៉ុន្តែប្រសិនបើមានអ្នកចូលរួមច្រើនយើងក៏នឹងផ្ដល់សំណួរឬក៏ផ្ដល់សភៅជូនច្រើនតាមតែអាស្រ័យទៅលើចំនួនអ្នកចូលរួមដែរជាទូទៅប្រសិនបើមានអ្នកចូលរួម10នាក់យើងនឹងផ្ដល់ជូនសភៅ1ក្បាលប្រសិនបើមានអ្នកចូលរួម20នាក់យើងនឹងផ្ដល់ជូនសភៅ2ក្បាលជាមួយសំណួរចំណេះដឹងទៅ2សំណួរហើយប្រសិនបើមានអ្នកចូលរួម3នាក់យើងនឹងផ្ដល់ជូន30សំទោសប្រសិនបើមានអ្នកចូលរួម30នាក់យើងនឹងផ្ដល់ជូន3ក្បាល40នាក់4ក្បាល50នាក់5ក្បាលនៅក្នុងកម្មវិធីផ្សាយផ្ទាល់តែឡែកសម្រាប់លោកស្រីបងប្អូនទាំងអស់គ្នាដែលនឹងអញ្ជើញចូលរួមស្ដាប់ក្រោយកម្មវិធីផ្សាយផ្ទាល់នេះដែរខ្ញុំសូមជម្រាបសួរក៏ប៉ុន្តែក្រោយកម្មវិធីផ្សាយផ្ទាល់នេះទៅវីដេអូនេះនឹងត្រូវផ្សាយបន្តទៅកាន់ account YouTube channel Rat Author Education ជាមួយនឹង profile account Facebook នេះដែរបណ្ដានេះឯងអញ្ចឹងសម្រាប់លោកស្រីបងប្អូនទាំងអស់គ្នាដែលនឹងអញ្ជើញចូលរួមក្រោយកម្មវិធីផ្សាយផ្ទាល់នេះអ្វីដែលលោកស្រីទទួលបានគឺទទួលបានចំណេះដឹងទូទៅតាមរយៈសំណួរដែលយើងផ្ដល់ជូនហើយទទួលបានការចែកម្លែកនៅបទពិសោធន៍មួយចំនួនជាពិសេសតើតើជាមួយនឹងការសិក្សាអប់រំតើតើជាមួយនឹងយុវជនតើតើជាមួយនឹងកុមារលើកទឹកចិត្តឲ្យឪពុកម្ដាយអាណាព្យាបាលមួយចំនួនណែនាំកូនឲ្យចូលរួមប្រភេទកម្មវិធីដូចនេះឯងជាប្រភេទកម្មវិធីដែលយើងផ្ដោតសំខាន់ទៅលើការអប់រំនឹងឯងហើយនៅក្នុងកម្មវិធីផ្សាយនេះជាទូទៅយើងរងចាំអ្នកចូលរួមប្រហែលជា10នាទីទៅ15នាទីដើម្បីមានអ្នកចូលរួមច្រើនដែលយើងអាចនឹងចាប់ផ្ដើមជាមួយនឹងការផ្ដល់សំណួរជំរាបជូនថានាទីឆ្លើយសំណួរយកសភៅនេះយើងផ្សាយជូនបាន5-6ឆ្នាំហើយ6ឆ្នាំហើយក្នុងនោះយើងបានផ្ដល់សភៅទៅសហគមន៍ដែលគិតថ្លៃប្រហែលខ្ទង់2500ក្បាលដែរតាមរយៈកម្មវិធីនាទីឆ្លើយសំណួរយកសភៅជាមួយនឹងគោលបំណងនៃការផ្ដល់សភៅទៅសហគមន៍ចូលរួមជ្រាបការអាននៅកម្ពុជាឬក៏ចូលរួមជាផ្នែកមួយនៃការចូលរួមបណ្ដុះធនធានមនុស្សតាមរយៈការអានឬក៏តាមរយៈវិស័យអប់រំនេះឯងកន្លងមកយើងបានផ្ដល់សភៅជូនច្រើនជាមួយនឹងសំណួរចំណេះដឹងទូទៅច្រើនដែរតែឡែកដោយសារតែយើងកំពុងតែរងចាំអ្នកចូលរួមខ្ញុំក៏នឹងជូនត្រួសទាក់ទងជាមួយនឹងគោលបំណងឬក៏តាក់ទងជាមួយនឹងគោលបំណងនៃកម្មវិធីនាទីឆ្លើយសំណួរយកសភៅនឹងឯងជំរាបសួរអរគុណច្រើនសម្រាប់សុំសួរបន្តិចមកសំឡេងនិងរូបភាពទទួលបានច្បាស់ទេប្រសិនបើសំឡេងនិងរូបភាពទទួលបានច្បាស់ខ្ញុំអាចចាប់ផ្ដើមផ្ដល់ជូននៅការសង្ខេបតទៅជាមួយនីតិឆ្លើយសំណួរយកសភៅបន្តិចសម្រាប់លោកដែលទើបអញ្ជើញចូលរួមថ្មីឬក៏លោកអ្នកដែលនឹងអញ្ជើញចូលរួមក្រោយកម្មវិធីផ្សាយដែរដោយសារតែកម្មវិធីនេះអ្នកខ្លះអត់ទាន់បានចូលរួមទេប៉ុន្តែមានអ្នកខ្លះទៀតក៏ធ្លាប់បានចូលរួមតាំងតែពីរៀនថ្នាក់ទី12ថ្នាក់ទី11ឥឡូវនេះក៏ចាប់ថ្នាក់បញ្ញាបត្រក៏មានដែរអ្នកខ្លះកំពុងតែបន្តថ្នាក់ក្រោយបញ្ញាបត្រទៀតហើយតាមរយៈកម្មវិធីនីតិឆ្លើយសំណួរយកសភៅហើយក៏មានដែរប្រសងអង្គខ្លះចូលរួមតាំងពីទឹកនៅជាប្រសងរហូតដល់ពេលនេះសក្លាយជាក្រហោះហើយមានគ្រួសារអាចនឹងមានកូនទៀតហើយតាមរយៈកម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះឯងតតបាទជំរាបសួរអរគុណច្រើនសំឡេងនិងរូបភាពទទួលបានច្បាស់ទេបងអូនអាចសុំដឹងបន្តិចមកមុននេះយើងយឺតបន្តិចដោយសារតែនៅជិតខាងថ្ងៃនេះថ្ងៃអាទិត្យគេមានកម្មវិធីគេអញ្ចឹងទៅក៏សំឡេងរូបភាពច្បាស់អរគុណច្រើនអញ្ចឹងទៅក៏រងចាំឲ្យគេរៀងស្ងាត់បន្តិចបានយើងអាចចាប់ផ្ដើមកម្មវិធីយើងបានដូច្នេះរៀងជឿតែមិនយឺតច្រើនទេប្រហែលជា3-4នាទីនឹងឯងដោយសារតែយើងសន្យាថាយើងនឹងចាប់ផ្ដើមផ្សាយនៅវេលាម៉ោង9ហើយជាទូទៅយើងធ្វើនៅក្នុងម៉ោង9ដល់ម៉ោង9:50នាទីហើយថ្ងៃខ្លះអាចដល់ម៉ោង9:60នាទីថាដល់ម៉ោង10មុនពេលចប់ក៏ប៉ុន្តែពេលខ្លះយើងមិនមែនដាក់តែសំណួរទេយើងមានប្រភេទប្រធានបទមួយចំនួនដែលយើងឆ្លុះទៅលើគោលការណ៍គេហៅសុខភាពនិយមនឹងឯងជជែកវែកញែកនៅអ្វីដែលរឿងរ៉ាវល្អសម្រាប់សង្គមសម្រាប់យុវជនហ្នឹងគឺយើងយកមកជែកនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះឯងដូច្នេះមិនមែនត្រឹមតែជាប្រភេទកម្មវិធីដែលនិយាយតែរឿងសភៅទេប៉ុន្តែយើងផ្ដោតសំខាន់ទៅលើការអប់រំដែរបាទថ្ងៃនេះខ្ញុំមានសំណួររួចហើយក៏មានមុននេះថាសរសេរតាមអានយើងក៏មានសរសេរតាមអាននៅក្នុងរាត្រីនេះអញ្ចឹងលោកលោកស្រីបងប្អូនទាំងនេះអាចនឹងត្រៀមសរសេរតាមអានដែរយើងធ្លាប់ឮតែការសរសេរតាមអានកាលថ្នាក់បឋមហើយខ្ញុំក៏ធ្លាប់បានលើករឿយពីអ្វីដែលខ្ញុំធ្លាប់មានបទពិសោធន៍ការសរសេរតាមអានពាក្យខុសមួយនឹងឯងបន្តិចទៀតវាមានគ្រាចូលច្រើនខ្ញុំនឹងជជែករឿងរ៉ាវបទពិសោធន៍ខ្លះទាក់ទងជាមួយនឹងការសរសេរតាមអានពីក្មេងថ្នាក់បឋមហើយត្រូវរំពាត់គ្រូឲ្យចងចាំទូលរាល់ថ្ងៃនេះឯងប៉ុន្តែយើងរងចាំតែសិនជំរាបសួរលោកគ្រូបាទជំរាបសួរអរគុណគ្រូនេះមែនសិភៅទៅដល់ហើយគ្រូណាអរគុណច្រើនលឿនដែរក្រុមហ៊ុនចាយផ្ញើថ្ងៃនេះស្អែកទៅដល់ឬក៏ yes ជាទូទៅផ្ញើទៅដល់ក្រោយមួយថ្ងៃនៃការផ្ញើទោះបីជានៅខេត្តឆ្ងាយយ៉ាងណាក៏ដោយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងអាចផ្ញើបាន
mà phải pram riết thì khai krong năng này ok ở con chỉ miệng xua cho baលោកគ្រូអរគុណច្រើនលោកគ្រូនេះពីខាងកោះកុងយ៉ាងម៉េចដែរលោកគ្រូសំឡេងនឹងរូបភាពសំដឹងបន្តិចមកជំរាបសួរលោកគ្រូបាទជំរាបសួរហូអូយគ្រូអានខាងឈ្មោះដើមក៏ខាងកតុយអ្នកហូឬក៏អួយវិញ្ញាណរិនបាទជំរាបសួរអ្នកគ្រូពីខាងខេត្តកំពតយ៉ាងម៉េចដែរសេវាថ្ងៃនេះអ្នកគ្រូពីខាងខេត្តកំពតយើងទទួលបានច្បាស់ទេផាសុតទៅសុផានិតជំរាបសួរសុផានិតអ្នកចូលរួមថ្មីមែនទេសូមដឹងបន្តិចមកនេះកូនពៅមនីនៀតកូនពៅជំរាបសួរសំឡេងរូបភាពច្បាស់លោកគ្រូអរគុណច្រើនសម្រាប់ការផ្ដល់ដំណឹងអាប់ដេតជូនមុនតាសូជំរាបសួរផងអ្នកថ្មីមែនទេសូមដឹងបន្តិចមកអ្នកថ្មីមកពីខាងខេត្តណាដែរលីស៊ីមេងជំរាបសួរផងបងអូនអរគុណសម្រាប់ការជួយជ្រុះលីស៊ីមេងអ្នកថ្មីដែរទេនៅក្នុងកម្មវិធីផ្សាយដដែលនេះសូមដឹងបន្តិចមកអ្នកថ្មីយើងឲ្យអ្នកចាស់បានស្វាគមន៍ជំរាបសួរសូមស្គាល់គ្នាផងហើយក្នុងនាមជាអ្នកបង្កើតឬក៏ស្ថាបនិកនីតិឆ្លើយសំណួរយកសភៅនេះដូចត្រូវបានជំរាបជូនថារាត្រីដំបូងខ្ញុំចាត់ទុកថាជាភ្ញៀវអ្នកចូលរួមថ្មីទាំងអស់ប៉ុន្តែចាប់ពីរាត្រីទី1ទៅយើងអត់ចាត់ទុកថាជាភ្ញៀវទេភ្ញៀវបានតែមួយរាត្រីទេយើងចាត់ទុកថាជាម្ចាស់ផ្ទះឬក៏ជាម្ចាស់នៃកម្មវិធីនីតិឆ្លើយសំណួរយកសភៅបើទោះបីមិនមែនជាស្ថាបនិកក៏ដោយក៏ប៉ុន្តែជាអ្នកចូលរួមជាកោសិកាយើងអាចនិយាយបានថាជាអ្នកគ្រប់គ្រងជាអ្នកឧបត្ថម្ភធំនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅដែលចូលរួមយ៉ាងសស្រាក់សស្រាំពីជាពិសេសយុវជនជាពិសេសវិសិសានុសិស្សដែលយើងរាប់ថាជាធនធានមនុស្សនឹងឯងហើយខ្ញុំធ្លាប់បានជជែកជារឿយៗថាអ្នកដែលចូលរួមក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះខ្ញុំចាត់ទុកថាជាធនធានហើយជាយើងមិនទាន់ហ៊ានប្រើមួយពាក្យមូលធនសង្គមក៏បានដែរប៉ុន្តែខ្ញុំប្រើថាជាធនធានជាយុវជនគំរូជាអ្នកដែលស្វះស្វែងសេវាសិទ្ធិរកការសិក្សានឹងឯងខ្ញុំដឹងយ៉ាងប្រកាសថាយុវជនមួយចំនួនដែលកំពុងដើរខុសផ្លូវនេះគាត់នឹងមិនមកចំណាយពេលជាមួយនឹងកម្មវិធីប្រភេទអប់រំដូចនេះទេផ្ដល់សំណួរចំណេះដឹងទូទៅផ្ដល់កតិផ្ដល់គំនិតការអប់រំផ្ដល់សិភៅអានលើកទឹកចិត្តអាននេះខ្ញុំគិតថាមិនងាយនឹងយកគាត់មកទេក៏ប៉ុន្តែប្រសិនបើបានគាត់មួយពីរចូលគេដាច់បែកដើរមកចូលរួមហើយបានទទួលបានការផ្លាស់ប្ដូរនៅគំនិតមួយចំនួនតាមរយៈកម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះនោះគឺជាអ្វីដែលយើងចង់ដែរក៏ព្រោះតែនេះជាគោលបំណងឬក៏ជាគោលដៅរបស់យើងខាងដើមរបស់យើងខាងដើមដែរអូខេរៀងក្តៅនេះបែកយឺតណាជាស្រ័យផងមួយថ្ងៃមួយសប្តាហ៍រៀងហត់ដែរមួយរយៈហ្នឹងក៏កំពុងតែគិតពិចារណាថាចង់ដកមួយថ្ងៃណាមួយក្នុងមួយមានតែដកសម្រាប់មួយថ្ងៃក្នុងមួយសប្តាហ៍ក៏ព្រោះតែជាប់គ្នាពេកទៅរៀងអត់តាន់ដែរដោយសារលោកស្រីដឹងហើយថានៅកម្មវិធីផ្សាយនេះគាត់មិនមកផ្សាយទេយើងត្រូវរៀបចំអានអត្ថបទមួយចំនួនស្វែងរកសំណួរចំណេះដឹងទូទៅស្វែងរកឯកសារដើម្បីដាក់ឆ្លើយជាដើមនេះជាអ្វីដែលយើងជួបប្រទះបានខ្ញុំមិនដឹងថាមានអ្នកចូលរួមប្រហែលអ្នកណាគ្រូនៃមេញអាចសុំដឹងតិចមកគ្រូសេវាខាងខ្ញុំតាំងពីគេដាក់អង្តែនក្បែរផ្ទះមកដើរដូចអណ្ដើកអញ្ចឹងអូអញ្ចឹងមិនទៅអង្តែនក្បែរផ្ទះបែរជាដើរដូចអណ្ដើកវិញយ៉ាងមិនចេះខ្ញុំសូមមើលបន្តិចអ្នកចូលរួមប្រហែលអ្នកដែរនៅក្នុងកម្មវិធីផ្សាយខ្ញុំសូមចែករំលែកបន្តិចមុនពេលយើងចាប់ដើមកម្មវិធីនៅខ្ញុំនេះក៏អត់ឃើញ load notification ដែរទៀតហើយមិនដឹងជាដូចមិនទេដូច្នេះហើយបានជាមិត្តអ្នកចូលរួមនៅទីឆ្លើយសំណួរយកសភៅយើងខ្លះមនីនិតកូនបើធ្លាប់ប្រាប់ថាហេតុអីបានគាត់អត់ឃើញ load notification ហើយខ្ញុំណាអ្នកផ្សាយខ្លួនឯងហ្នឹងក៏អត់ឃើញ load ដែរនេះឥឡូវហ្នឹងរកមិនឃើញទៀតថានៅទីណាអញ្ចឹងយើងវាអត់ដឹងពីការអាប់ដេតឬក៏គោលការណ៍របស់ Facebook នៅថាយើងមិនសូម្បីតែចំនួនអ្នកចូលរួមប្រហែលហ្នឹងក៏ខ្ញុំអត់បានឃើញដែរអត់មែនតើបាទអត់មែនតើហើយជំរាបសួរលោកគ្រូពីចម្ងាយពីខេត្តជំរាបសួរលោកគ្រូចេញពីខេត្តព្រះសីហនុជំរាបសួរអ្នកព្រះសីហនុអ្នកក្រុងព្រះសីហនុហ្នឹងហើយអូខេខ្ញុំសូមមើលបន្តិចសិនអត់កើតទេថ្ងៃនេះយើងនឹងផ្ដល់ជូនសភៅជាភាសាអង់គ្លេសមួយក្បាលទៀតដោយសារមួយក្បាលយករាត្រីមុនបានដាក់រួចហើយយកសភៅណាមួយនេះខ្ញុំតើបាន check ខ្ញុំបានតាក់ទងហើយប៉ុន្តែខ្ញុំភ្លេចថាគាត់យកមួយណាទៀតណាដូចជា poster អត់ទាន់ចេញទៅពេលអញ្ចឹងអត់ទាន់ដឹងហ្នឹងហើយសភៅភាសាអង់គ្លេស3នេះយើងនឹងដាក់មួយទៀតនៅក្នុងរាត្រីហ្នឹងប៉ុន្តែដាច់មួយហើយអស់មួយហើយនៅសល់2អញ្ចឹងយើងនឹងដាក់ជូនមួយក្នុងចំណោម2ហើយបន្ទាប់មកយើងអាចនឹងរើសសភៅមួយទៀតអាចនឹងផ្ដល់ឱកាសឲ្យរើសជាមួយណាក៏បានក្នុងចំណោមសភៅដែលឆ្លើយត្រូវអូខេអ្នកចូលរួម16អ្នកឃើញហើយរាត្រីទី573នៅក្នុងកម្មវិធីផ្សាយផ្ទាល់នៅរាត្រីនេះសង្ឃឹមថាទៅមុខទៅយើងអាចនឹងមានសភៅច្រើនដាក់ចូលក្នុងកម្មវិធីហើយក្រៅតែពីសភៅចំណេះដឹងទូទៅយើងអាចនឹងរកសភៅទាក់ទងជាមួយចំណេះដឹងសុខភាពចំណេះដឹងហិរញ្ញវត្ថុខ្លះទៅឬក៏ធុរកិច្ចខ្លះទៅសម្រាប់លោកស្រីបងប្អូនមួយចំនួនដែលចង់បានហើយខ្ញុំគិតថាមុខវិជ្ជាមួយដែលឥឡូវយើងក៏ចាប់ផ្ដើមចង់ដឹងចង់ឮគឺទាក់ទងជាមួយនឹងហិរញ្ញវត្ថុនឹងឯងការប្រើប្រាស់ឬក៏ការសន្សំប្រាក់កាសលុយកាក់នឹងឯងជាចំណេះដឹងទូទៅដែលពីមុនយើងហាក់ដូចជាពុំសូវមានការបង្រៀនឬក៏ការយល់ដឹងពីរឿងរ៉ាវទាំងអស់នេះទេខ្ញុំដូចគ្នាខ្ញុំអត់ដឹងទេហើយក៏យើងមិនសូវបានចាប់អារម្មណ៍ដែរពីរឿងរ៉ាវទាំងអស់នេះហើយទើបតែមួយរយៈចុងក្រោយខ្ញុំគិតថាតាមរយៈបទពិសោធន៍ដែលខ្ញុំឆ្លងកាត់ក្នុងដំណើរជីវិតមុនបន្តិចហ្នឹងខ្ញុំគិតថាយើងគួរណាស់តែជជែកគួរណាស់តែចាប់អារម្មណ៍គួរណាស់តែចង់ដឹងចង់ឮរឿងរ៉ាវតាក់ទងជាមួយចំណេះដឹងហិរញ្ញវត្ថុនេះដែរតាក់ទងពីការប្រើប្រាស់បើទោះបីមិនមែនជារឿងលុយកាក់ធំដុំ
rộp liền rộp $100,000 rộp $100 liền rộp $1 trillion có các sen để dương pra ประจำថ្ងៃហ្នឹងគួរណាស់តែមានចំណេះដឹងដែរតើតងជាមួយនឹង saving តើតងជាមួយនឹង investment តើតងជាមួយនឹងរបៀបនៃការចាត់ចែងលុយកាក់នឹងឯងនេះជាអ្វីដែលខ្ញុំទទួលស្គាល់ថាវាជាកំហុសខុសឆ្គងរបស់ខ្ញុំជា failure ដែលខ្ញុំដើរមកដល់ចំណុចនេះខ្ញុំជួបរឿងរ៉ាវទាំងអស់នេះហើយដែលខ្ញុំអត់បានចាប់ដើមមុននេះចាប់ដើមមុនដោយការពីខ្ញុំដូចនៅពីក្មេងណាអញ្ចឹងសម្រាប់លោកអ្នកដែលនៅក្មេងថ្នាក់វិទ្យាល័យនៅឡើយថ្នាក់អនុវិទ្យាល័យនៅឡើយគឺជាឱកាសនៃការទទួលដែរអត់ឃើញអូខេជំរាបសួរវិលីបាទជំរាបសួរអរគុណច្រើនមនីគុណជំរាបសួរលោកគ្រូពីខាងក្រុមផែពិសេសនោះបាទជំរាបសួរចន្ទ្រាបច្ចុប្បន្ននៅភ្នំពេញឬក៏នៅខេត្តដែរចន្ទ្រាសេវាខាងខ្ញុំអូខេខ្ញុំអានរួចហើយវិញ្ញាណរិនខ្ញុំមិនសូវបានចូលរួមជាប់លាប់ទេតតវលៈអត់អីទេតាមតែអាចធ្វើទៅបានឃើញគ្នាយើងមួយចំនួនគាត់ចូលរួមបានជាប់លាប់ដែរលោកគ្រូនិមេងអ្នកគ្រូវចនារិទ្ធអ្នកគ្រូរចនារិនលោកគ្រូផាតអ្នកគ្រូរចនាមេងពីបាត់ដំបងដែរបាទហើយអ្នកណាគេទៀតទេមួយរយៈចុងក្រោយនេះឃើញមានចូលរួមច្រើនមុននេះតាជំរាបសួរលោកគ្រូចេញពីខេត្តឧត្តរជ័យអូអ្នកឧត្តរជ័យជំរាបសួរអរគុណច្រើនអ្នកឧត្តរជ័យមិនថាសូអ្នកឧត្តរជ័យឆ្ងាយគួរសមដែរយើងនៅក្រៅមួយខាងម្នាក់យើងត្រូវបានដាក់សំណួរដែរតើតងជាមួយនឹងខាងព្រំប្រទល់ដែនកម្ពុជាថៃនឹងឯងយកកន្លងមកតើតងជាមួយនឹងចំនួនខេត្តដែលនៅជាប់ដងឬក៏ជាប់ព្រំប្រទល់ជាមួយនឹងប្រទេសថៃឬក៏ប្រទេសសៀមនឹងឯងគេសុផានិតដូចជាគាត់បានជំរាបសួរខាងលើហើយគេសិលាបាទតោះយើងអាចចាប់ដើមកម្មវិធីបានជំរាបសួរលោកគ្រូភីបាទជំរាបសួរគេខ្ញុំសូមអានខមមិនដូចជាអស់ហើយជំរាបសួរលោកគ្រូបាទជំរាបសួរអ្នកគ្រូរចនាមេងអរគុណខ្ញុំមកធ្វើការនៅខេត្តហើយលោកគ្រូនៅខេត្តនៅតកៅមែនទេចន្ទជ្រាពូចាំធ្វើបណ្ណាល័យនៅផ្ទះមួយផងរកកន្លែងដាក់សិភៅលេងមានហើយអូសិភៅច្រើនគេរក្សាស្នើសុំដាក់បណ្ណាល័យនៅផ្ទះមួយ17នាក់លោកគ្រូគេតាយ៉ាសរសេរតាមអានសំណួរទី2នឹងចាំជួយសរសេរគ្នាផងអូខេអញ្ចឹងជាបឋមខ្ញុំប្រកាសខ្ញុំបាទសូមក្រាបថ្វាយបង្គំព្រះធេរានុធេរៈគ្រប់អង្គលំអរកាយគ្រប់ជំរាបសួរលោកស្រីបងប្អូនទាំងគ្នាជាពិសេសមិនដែលគ្រប់គ្រងកម្មវិធីនីតិឆ្លើយសំណួរយកសភៅស្វាគមន៍មកកាន់កម្មវិធីផ្សាយនីតិឆ្លើយសំណួរយកសភៅឆ្នាំទី6រាត្រីទី573នៅក្នុងកម្មវិធីផ្សាយនៅរាត្រីនេះយើងនឹងផ្ដល់ជូនសំណួរចំណេះដឹងទូទៅ2សំណួរជាមួយនឹងសៀវភៅ2ក្បាលដូចគ្នាដែរជំរាបជូនកម្មវិធីនីតិឆ្លើយសំណួរយកសភៅនេះគោលបំណងនៃកម្មវិធីយើងធ្វើឡើងដើម្បីបញ្ជ្រាបការអានចូលរួមបណ្ដុះធនធានមនុស្សតាមតែអាចធ្វើទៅបាននៅក្នុងវិស័យអប់រំហើយតទៅជាមួយនឹងប្រវត្តិនៃកម្មវិធីនីតិឆ្លើយសំណួរយកសភៅគិតមកដល់ថ្ងៃនេះថ្ងៃទី16 ខែ 8 ឆ្នាំ 2026 នេះយើងផ្សាយបាន6ឆ្នាំមកហើយក្នុងនោះយើងមកផ្ដល់ជូនសៀវភៅទៅសហគមន៍ប្រហែលខ្ទង់ 2000 ជាងក្បាលជាមួយនឹងសំណួរចំណេះដឹងទូទៅរាប់រយសំណួរដែរក្នុងកម្មវិធីអ្នកចូលរួមនឹងទទួលបានអត្ថប្រយោជន៍3យ៉ាងនោះខ្ញុំសូមរាប់ជូនទី1ប្រសិនបើឆ្លើយត្រូវទទួលបានសៀវភៅទី2ប្រសិនបើឆ្លើយខុសទទួលបានចំណេះដឹងទូទៅតាមរយៈសំណួរចំណេះដឹងទូទៅនោះឯងហើយទី3ប្រសិនបើសរសេរខុសក៏យើងចូលរួមកែតម្រូវអក្ខរាវិរុទ្ធដែរនេះគឺជាអត្ថប្រយោជន៍3សំខាន់ដែលអ្នកចូលរួមនឹងទទួលបានប៉ុន្តែក្រោយពីហ្នឹងក៏មានអត្ថប្រយោជន៍ផ្សេងៗដែរក៏ព្រោះនៅក្នុងកម្មវិធីក្រៅតែពីសៀវភៅសំណួរចំណេះដឹងទូទៅយើងក៏មានផ្ដល់ជូននៅការលើកទឹកចិត្តមួយចំនួនចែករំលែកនៅបទពិសោធន៍មួយចំនួនជីវិតការ storytelling ពីមិត្តអ្នកចូលរួមឬក៏ការស្នើសុំសំណូមពរពីមិត្តអ្នកចូលរួមចែករំលែកនៅក្នុងកម្មវិធីនេះដែរយើងធ្លាប់បានធ្វើកន្លងមកហើយដោយសារតែយើងឈរទៅលើគោលការណ៍ជជែកវិញ្ញាណទាក់ទងជាមួយនឹងរឿងរ៉ាវ positive សំដៅរឿងរ៉ាវសុខភាពនិយមនៅក្នុងសង្គមយើងនឹងអញ្ចឹងយើងច្បិចយកតែរឿងល្អៗយើងមកចែកនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកទៅក្នុងគោលបំណងដើម្បីរីកចម្រើនទាំងអស់គ្នានៅក្នុងកម្មវិធីនេះលោកអ្នកត្រូវធ្វើទី1ឆ្លើយមុនគេទី3សរសេរបានទី1ឆ្លើយមុនគេទី2ត្រូវតែជាចម្លើយត្រឹមត្រូវទី3សរសេរបានត្រឹមត្រូវទី4ជាចម្លើយដែលមិនថតចម្លងឬក៏ពីអ៊ីនធឺណិតទេខ្ញុំចង់បានចម្លើយដែលចេញពីម្រាមដៃខ្ញុំចង់ឲ្យអ្វីដែលសមិទ្ធផលដែលកើតឡើងនោះគឺចេញពីម្រាមដៃលោកលោកស្រីបងប្អូនទាំងអស់គ្នាហ្នឹងឯងតែឡែកសម្រាប់កម្មវិធីយើងស្វាគមន៍ដោយសេរីមិនប្រកាន់ពុជសាសវណ្ណៈឋានៈទូនទីទេនរណាក៏ចូលរួមបានដែរក៏រដ្ឋបព្វធម៌ក៏ទេដែរនរណាក៏ចូលរួមបានដែរក្នុងកម្មវិធីហើយដូចបានបញ្ជាក់ម្ដងហើយម្ដងទៀតកុំឲ្យមានការយល់ច្រឡំថាខ្ញុំមិនមែនជាអ្នកបកកាយអ្នកខ្លាំងទេខ្ញុំគ្រាន់តែជាអ្នករៀបចំកម្មវិធីសម្រាប់សម្រួលកម្មវិធីចាប់ផ្ដើមកម្មវិធីហើយលើកសំណួរលើកទ្រឹស្ដីមួយចំនួនរបស់ទស្សនវិជ្ជាអ្នកសិក្សាកំពូលឬក៏ពុទ្ធសុភាសិតអីយកមកទៅជែកនៅទីនេះដើម្បីផ្ដល់ជាការជជែកវែកញែកសូមចម្លើយរួមមួយដើម្បីរីកចម្រើនឬក៏ដើម្បីចែកទាំងអស់គ្នាមែនហើយកន្លងមកយើងបានផ្ដល់សំណួរចំណេះដឹងទៅច្រើនណាស់ទាក់ទងជាមួយនឹងសំណួរទាក់ទងពុទ្ធសាសនាបញ្ហាសុខភាពភូមិវិទ្យាលបងបញ្ញាសរសេរតាមអានទាក់ទងជាមួយនឹងអក្ខរាវិរុទ្ធយើងមានស្រៈពេញតួយើងមានពាក្យបណ្ដៅមានអីជាដើមនៅក្នុងកម្មវិធីនេះយើងបានផ្ដល់កន្លងមកហើយថ្ងៃនេះខ្ញុំសន្យាថាយើងនឹងមានការសរសេរតាមអានក៏ប៉ុន្តែការសរសេរតាមអាននេះយើងក៏ធ្លាប់បានធ្វើ
ពីមុនមកដែរដល់ឡែកនៅក្នុងកម្មវិធីផ្សាយលោកអ្នកបងប្អូនទាំងអស់គ្នាអាចនឹងមានឱកាសឈ្នះបានសិភៅច្រើនឬក៏តិចអាស្រ័យទៅលើចំនួនអ្នកចូលរួមជាការចាប់ផ្ដើមនេះខ្ញុំសន្យាថាប្រសិនបើមានអ្នកចូលរួម10យើងជូនមួយមានអ្នកចូលរួម20នាក់យើងជូនមក2ក្បាលចូលរួម30នាក់យើងជូន3ក្បាលចូលរួម4នាក់សំទោស40នាក់យើងជូន4ក្បាលឬក៏50នាក់យើងចូលរួម5ក្បាលដែរអញ្ចឹងអាស្រ័យទៅលើចំនួនអ្នកចូលរួមនៅក្នុងកម្មវិធីផ្សាយផ្ទាល់ហើយខ្ញុំចាប់ដើមប្រទេសចុះហើយខ្ញុំអាចញ៉ាំលោកស្រីបងប្អូនទាំងគ្នាបានបង្ហាញវត្តមានមួយសម្រាប់អ្នកដែលទើបអញ្ជើញចូលរួមថ្មីដើម្បីឲ្យអ្នកចាស់បានជំរាបសួរផងឬក៏សុំស្គាល់ផងអាចដឹងថាពីខេត្តណាអីមកសុំដឹងដែរបាទសុំដឹងពីខេត្តសុំដឹងវត្តមានពីខេត្តផងក្រែងលោកមានអ្នកទើបអញ្ជើញចូលរួមថ្មីនិយាយខ្លីទៅសុំស្គាល់សុំស្រឡាញ់ផងហើយសុំចូលរួមជាផ្នែកជាកោសិកានៃនីតិឆ្លើយសំណួរយកសភៅផងកុំឲ្យជាភ្ញៀវតែជាភ្ញៀវតែមួយរាត្រីបានហើយស្នើសុំតែមួយរាត្រីបានហើយអូខេមួយទៀតយើងក៏បានជជែកវែកញែកច្រើនដែរទៅតងជាមួយនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្បាប់ចរាចរណ៍ក៏យើងបានសួរដែរមួយរយៈនេះហើយទៅតងមួយច្បាប់កាតព្វកិច្ចយោធាក៏យើងបានដាក់សួរដែរនិយាយរួមឲ្យតែប្រធានបទថ្មីដែលយើងអាចយកមកទៅចែកបានយើងនឹងយកមកទៅចែកដូចខ្ញុំបានជំរាបជូនថាឲ្យតែវាជារឿងល្អហើយវាមានប្រយោជន៍សម្រាប់សង្គមបើរឿងវែកញែកដែលมันមានប្រយោជន៍សម្រាប់សង្គមទេសម្រាប់យុវជនទេយើងចូលទៅលើគោលការណ៍ថាมันមិនយកទេមិនយកមកទៅចែកទេដូចតាក់ទងមួយរឿងរ៉ាវគ្រួសាររឿងរ៉ាវបុគ្គលអីយើងក៏មិនយកមកទៅចែកដេញដោលនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកទៅដែរមានអ្នកធ្វើច្រើនហើយដកទៅខ្ញុំមួយទៅប្រហែលជាមិនជាថ្មីទេខ្ញុំឃើញនៅក្នុងបណ្ដាញសង្គមនេះអ្នកខ្លះក៏ចេញមកកាត់តគេមកជាហៀងកាត់តយើងមកជាហៀងទៅអានេះគេហៅតាម trend ហ្នឹងឬក៏យើងអាចនិយាយបានថាយកលួច fan គេលួចប្រជាប្រិយភាពរបស់គេនឹងឯងតែខ្ញុំសូមដកខ្លួនមិនធ្វើទេតាមពិតបើធ្វើនឹងមានអ្នកស្គាល់ដូចគ្នានឹងមានអ្នកចាប់អារម្មណ៍ដូចគ្នាប៉ុន្តែជាគោលដៅជាគោលការណ៍របស់យើងកន្លងមកគឺយើងឈរទៅលើអ្វីដែលយើងកំពុងធ្វើគឺសម្រាប់យុវជនហើយយើងយល់ថាមានប្រយោជន៍សម្រាប់សង្គមក៏ចេះតែធ្វើបន្តធ្វើទៅហើយបើសិនជាយើងងាកទៅធ្វើដល់អ្វីដែលគេកំពុងធ្វើដែរគ្រាន់តែចង់បានល្បីគ្រាន់តែចង់បានការចុច like follow អីហ្នឹងគឺខ្ញុំមិនធ្វើទេយើងឈរទៅលើគោលការណ៍របស់យើងកន្លងមកយូរហើយ5 6ឆ្នាំហើយដូច្នេះវាគ្រប់គ្រាន់ហើយបើទោះបីជាកម្មវិធីអប់រំដូច្នេះមិនសូវមានអ្នកចូលរួមច្រើនក៏ដោយអូខេនិយាយពីកម្រិតវប្បធម៌ខ្ញុំចាញ់គេហើយគ្រូមែនហើយនៅក្នុងកម្មវិធីនេះធ្លាប់មានអ្នកចូលរួមថាគាត់រៀនបានទាបគាត់អាចបានចាប់ថ្នាក់ទី12ទេគាត់ដូចគាត់ខ្លាចគេហ្នឹងហើយយល់បានប៉ុន្តែសម្រាប់ខ្ញុំលើកទឹកចិត្តចំណុចឲ្យខ្ញុំមិនដែលឲ្យតម្លៃមនុស្សទៅលើកម្រិតវប្បធម៌តែមួយមុខនោះទេហើយយើងក៏ធ្លាប់បានសួរអំពីសំណួរមួយដែលតកតងជាមួយនឹងលក្ខណៈសម្គាល់តម្លៃរបស់មនុស្សមានប៉ុន្មានយ៉ាងនឹងឯងហើយក្នុងនោះវិជាសម្បត្តិហ្នឹងស្ថិតនៅក្នុងមួយក្នុងចំណោមនៃលក្ខណៈសម្គាល់របស់គុណតម្លៃរបស់មនុស្សយើងមានវិជាសម្បត្តិយើងមានរូបសម្បត្តិយើងមានចរិយាសម្បត្តិហើយយើងមានទ្រព្យសម្បត្តិមួយទៀតអញ្ចឹងវិជាសម្បត្តិមួយនៅក្នុងចំណោមនោះហើយមិនប្រកាសថាអ្នករៀនបកែមិនប្រកាសថាអ្នកមានឋានៈទូនាទីមិនប្រកាសថាអ្នកអញ្ចឹងជាបណ្ឌិតចាស់ខ្ញុំមិននិយាយចំពោះឈ្មោះប៉ុន្តែវាជាកម្រិតវប្បធម៌ហើយមិនប្រកាសថាអ្នកទាំងអស់ហ្នឹងសុទ្ធតែជាមនុស្សល្អជាងនោះទេយើងមានតម្លៃរៀងខ្លួនអញ្ចឹងណាបាទតែនិយាយតាមនេះកុំយកសម្លេងខ្ញុំទៅកាត់ខ្លីដើម្បីវាយបហាអ្នកនេះអ្នកនោះជាមិនងារបណ្ឌិតអីមិនទេខ្ញុំនិយាយក្នុងន័យទូទៅដែលយើងឲ្យតម្លៃទៅលើមនុស្សស្មើគ្នាក្នុងកម្មវិធីនីតិឆ្លើយសំណួរយើងស្គាល់ទីធ្លាប់មានអ្នកថ្នាក់ទី6ទី7លួចទូរស័ព្ទខ្ចីទូរស័ព្ទម៉ាក់ចូលរួមរហូតប៉ុន្តែរយៈក្រោយមកដូចបាត់គាត់ឃើញឥឡូវនេះឃើញមានអ្នកថ្នាក់ទី8ចូលរួមតែខ្ញុំសប្បាយចិត្តថ្នាក់ទី7ចូលរួមខ្ញុំក៏សប្បាយចិត្តដែរហើយមួយទៀតនៅពេលដែលខ្ញុំដាក់សំណួរចំណេះដឹងទូទៅមួយទៅមានអ្នកអត់ចេះ20នាក់ក្នុងចំណោម24នាក់ខ្ញុំរត់តែសប្បាយចិត្តដោយសារខ្ញុំដឹងថាសំណួរដែលខ្ញុំដាក់ចូលនេះ20នាក់ទៀតអត់ចេះទេអញ្ចឹងនៅពេលដែលខ្ញុំដាក់ចូលគាត់នឹងចេះនៅអ្វីដែលយើងដាក់ជូនហ្នឹងហើយ4នាក់ទៀតមានការឈ្នះសភៅប៉ុន្តែ20នាក់ទៀតគឺមានការទទួលបានចំណេះដឹងទូទៅហ្នឹងហើយនេះជាអ្វីដែលយើងធ្វើកន្លងមកឆ្លើយតបនឹងអ្នកចូលរួមមួយចំនួនហ្នឹងលោកគ្រូមិនចុចឈ្មោះឲ្យសភៅទេចាំបាច់ដាក់សំណួររំំទៅហត់អីខ្ញុំតែងតែឆ្លើយវិញថាបើដាក់ចុចឈ្មោះឲ្យសភៅបានតែម្នាក់ទេ20នាក់ទៀត23នាក់ទៀតអីក៏បានដែរប៉ុន្តែបើយើងសួរសំណួរនោះគាត់នឹងមានឱកាសបានចំណេះដឹងផងបានសភៅផងហើយអាចមានឱកាសទៅបានការកែតម្រូវអក្ខរាវិរុទ្ធទៀតមួយទៀតជួនកាលយើងដឹងដែរប៉ុន្តែដឹងខុសចេះដែរប៉ុន្តែចេះខុសអាហ្នឹងក៏ជារឿងគ្រោះថ្នាក់ដែរណាជួនកាលយើងដូចពាក្យមួយនៅក្នុងពាក្យភាសាខ្មែរយើងពាក្យញាតិកាដែលយើងធ្លាប់តែសេញាតិហ្នឹងពាក្យអាហ្នឹងញាតិកាតែក្នុងពីសន្តានហ្នឹងដែលយើងសរសេរញោស្អាតស្អេហ្នឹងប៉ុន្តែនៅក្នុងពាក្យញាតិកាហ្នឹងអត់មានស្អេទេញាតិមានញោស្អាតស្អេញាតិប៉ុន្តែនៅពេលដែលគេភ្ជាប់ជាមួយញាតិកាមិនមានតិទេញាតិកាអូខេអញ្ចឹងជួនកាលយើងដឹងពាក្យហ្នឹងពីមុនមកហើយយើងក៏សរសេរអញ្ចឹងដែរញាតិកាតាមពិតយើងដឹងយើងចេះប៉ុន្តែយើងអត់ដឹងថាអ្វីដែលយើងដឹងអ្វីដែលយើងចេះហ្នឹងគឺយូរមកហើយហ្នឹងខុសទេអាចនិយាយថាដឹង10ឆ្នាំហើយទើបដឹងថាហ្នឹងវាខុសអូខេចេះ10ឆ្នាំហើយទើបដឹងថាអ្វីដែលខ្ញុំចេះហ្នឹងវាខុសអញ្ចឹងប៉ុន្តែចាសូមអញ្ញាតលោកលោកស្រីបងប្អូនទាំងគ្នាបានសរសេរពាក្យត្រៀមមកខ្ញុំសូមមើលឈ្មោះបន្តិចថាអ្នកណានឹងចូលរួមខ្លះនៅក្នុងកម្មវិធីផ្សាយយប់នេះរៀងលឿនបន្តិចរៀងលះបន្តិចហើយដោយសារតែពេលវេលាឥឡូវនេះ
ពេលវេលាមិនមានច្រើនទេសម្ដែងការស្មោះត្រង់ទៅមិនមានច្រើនពេកទេដូចខ្ញុំធ្លាប់ជំរាបថាក្នុងមួយថ្ងៃខ្ញុំចំណាយពេលក្នុងកម្មវិធីផ្សាយ1ម៉ោងស្មើនឹងមួយខែខ្ញុំចំណាយពេល40ម៉ោងសុំទោសមួយខែចំណាយពេល30ម៉ោងដូច្នេះមួយខែខ្ញុំចំណាយពេលជាងមួយថ្ងៃហើយសម្រាប់ដាក់នៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកទៅហើយមុននឹងផ្សាយមិនចាប់ផ្ដើមមកផ្សាយទេត្រូវត្រៀមលក្ខណៈអីខ្លះអានស្រាវជ្រាវចងក្រងសំណួរដើម្បីដាក់ជូននៅក្នុងកម្មវិធីនឹងឯងអូខេសិភៅទី1ដែលយើងនឹងផ្ដល់ជូននៅក្នុងរាត្រីនេះខ្ញុំនៅតែលើកទឹកចិត្តសម្រាប់សិភៅកំណត់ខេត្តបងប្អូនស្រី3នាក់សម្រាប់អ្នកលោកស្រីបងប្អូនដែលអត់ទាន់បានឈ្នះខ្ញុំលើកទឹកចិត្តឲ្យសាកល្បងអានហើយខ្ញុំយល់ថាល្អជាពិសេសសិស្សានុសិស្សឬក៏អ្នកដែលមានបំណងបងការសិក្សាឬអ្នកដែលកំពុងសិក្សាដែលស្ថានភាពលំបាកគិតថាខ្លួនឯងលំបាកហ្នឹងហើយខ្ញុំលើកទឹកចិត្តឲ្យអានសិភៅកំណត់ខេត្តបងប្អូនស្រី3នាក់ហ្នឹងជាស្ដេចសក់រៀងបាត់តិចអត់សូវមានសម្ដាប់ធ្នាប់វ័យនេះវ័យកំពុងតែរៀនថាប់ការងារកូនផងឲ្យផងទៅវាមិនមានពេលតបតែងខ្លួនប្រាណបញ្ញានេះជំរាបសួរបាទជំរាបសួរតញ្ជំរាបសួរអ្នកតកៅកូនពៅពីខាងក្រុងប្រសេនោះជំរាបសួរមនីនេះកូនពៅសៀងរៈជំរាបសួរផងដូចទៅឈ្នះសភៅពីយប់រាត្រីមុនទេកុនត្រីសំទោសច័ន្ទទ្រាជំរាបសួរបងអូនប្រុសស្គាល់បងអត់ឈប់ណាគេអូបែរក៏សួរគ្នាអូខេជំរាបសួរបងអូនខ្ញុំអ្នកចូលរួមចាស់សាខាទឹកថ្លាទីក្រុងភ្នំពេញគេមានអ្នកចូលរួមចាស់សាខាទឹកថ្លាទីក្រុងភ្នំពេញខ្ញុំបានពីថ្ងៃលោកគ្រូខេបានជំរាបសួរលោកគ្រូពីខាងតកៅជំរាបសួរអ្នកតកៅបាទខ្ញុំជាអ្នកកំពុងចាមគ្រូស្រីតូចអ្នកកំពុងចាមអូខេមានអ្នកចូលរួមខាងខេត្តថ្មីច្រើនដែរជំរាបសួរបងប្អូនខ្ញុំអ្នកសាខាទឹកថ្លាក្រុងភ្នំពេញខេហុងហេអ្នកសាខាទឹកថ្លាខ្ញុំទៅចូលមើលមិញលោកគ្រូថ្មីចាស់ខេជុកប្រំប្រៃសាខាទន្លេវ៉ៃកោខាងខេត្តស្វាយរៀងគេល្អដែរស្គាល់អ្នកខាងខេត្តច្រើនហើយសង្ឃឹមថាទៅមុខទៀតមានឱកាសចេញចូលតាមខេត្តទៅអាចនឹងបានជួបបងប្អូនឬក៏មិនដែលគ្រប់គ្រងនីតិឆ្លើយសំណួរយកទៅតាមខេត្តដែរនិយាយពីកម្រិតបទខ្ញុំចាញ់គេហើយលោកគ្រូបាទអត់ជាតិថ្មីទេខ្ញុំលើកទឹកចិត្តសប្បាយចិត្តដូចយើងធ្លាប់បានជជែកគ្នាតាក់ទងជាមួយនឹងខ្មែរយើងដ៏ច្រើនឬក៏ជាពិសេសកូនស្រីជាពិសេសប្រពន្ធគេដែលមានគំនិតទស្សនៈមួយដែលយល់ថាឈប់រៀនហ្នឹងគឺស្មើនឹងបោះកតាបចោលរបស់សភៅចោលឈប់រៀនឈប់បន្តអានឈប់ស្វែងយល់ឆ្វេងយល់ចំណេះជំនាញនេះបន្តនឹងឯងតាមពិតឈប់ទៅនេះឈប់រៀនក៏ឈប់ទៅនៅសាលាប៉ុន្តែសូមដំណើរជីវិតប្រចាំថ្ងៃហ្នឹងរៀនតាមរយៈការងាររៀនអានបន្ថែមសភៅសុខភាពសភៅចំណេះដឹងទូទៅសភៅការមើលថែកូននេះសិតតែត្រូវអានណាអាហ្នឹងជាអ្វីដែលយើងត្រូវរៀនហើយការអាននឹងជួយយើងបានច្រើនមែនតើខ្ញុំដឹងថាលោកលោកស្រីបងប្អូនខ្លះនៅក្នុងកម្មវិធីនេះយល់ដឹងកម្រិតណាទាក់ទងជាមួយការអានប៉ុន្តែការអាននៅតែជារឿងសំខាន់ដែលអាចជួយផ្ដល់កំណត់ឲ្យយើងបានច្រើនអូខេខ្ញុំសូមដាក់សំណួរជូនប៉ុន្តែចុះកុំឲ្យច្រើនពេកឲ្យដាក់សំណួរមួយសិនថ្ងៃនេះយើងមានប្រភេទទស្សនៈមួយដែរដែលយើងនឹងលើកយកមកដាក់ដូចជារាត្រីថ្ងៃមុនម្សិលមិញថ្ងៃយើងទៅជាបានសួរតាក់ទងជាមួយនឹងពុទ្ធពិសិដ្ឋមួយតាក់ទងជាមួយនឹងអត្តនោនាងថោនឹងមានន័យយ៉ាងដូចម្ដេចហើយយើងបានសួរពាក្យសុភាសិតមួយដែរតាក់ទងជាមួយនឹងចេះមកពីរៀនមានមកពីរកហើយរាត្រីមុននោះយើងបានលើកទស្សនៈរបស់ Charlie Chaplin តាក់ទងជាមួយនឹងទស្សនៈដែលលើកឡើងថាជីវិតហ្នឹងគឺជាជីវិតហ្នឹងវាគឺជាសោកនាដកម្មឬក៏ជាទុក្ខសោកនៅពេលដែលយើងមើលឲ្យចិត្តនៅឲ្យចិត្តប៉ុន្តែវាជារឿងសប្បាយក៏ផ្លាយនៅពេលដែលយើងនៅពីចង្ងាយឬក៏មើលពីចង្ងាយហើយវាដូចនឹងអ្វីដែលខ្ញុំធ្លាប់លើកឡើងថាអ្នកខាងកើតមើលទៅខាងលិចចង់ទៅនឹងលិចទៅថាវាស្រោមប្រងហើយអ្នកខាងលិចមើលបង្កើតដោយសារតែឃើញខាងកើតនេះវាស្រោមប្រងអូខេបន្ទាប់មកមុននឹងទៀតគឺយើងបានធ្លាប់លើកទស្សនៈផ្សេងៗទៀតដែរថ្ងៃនេះយើងផ្ដល់ទស្សនៈមួយទៀតទស្សនៈនេះគេលើកឡើងថាអូខេអញ្ចឹងខ្ញុំលោកលោកស្រីបងប្អូនទាំងគ្នាត្រូវសរសេរទស្សនៈនឹងដែរបាទសរសេរមកសំខាន់សរសេរឲ្យត្រូវមិនមែនឲ្យត្រូវអត្តន័យ 100% ប៉ុន្តែអាចយល់បានដោយអ្វីដែលទស្សនៈនឹងលើកឡើងបញ្ជាក់ម្ដងទៀតមិនទៀមទាត់ត្រូវ 100% ហ្នឹងហើយប៉ុន្តែឲ្យស្ដាប់យល់ន័យបានណាបាទមានទស្សនៈមួយគេលើកឡើងថាជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងអ្នកត្រូវតែបន្តធាក់ទៅមុខជានិច្ចតើទស្សនៈនេះជាទស្សនៈរបស់អ្នកប្រាជ្ញមួយណាអូខេអ្នកប្រាជ្ញមួយណាយើងអាចឆ្លើយទៅខ្ញុំសូមអានម្ដងទៀតមានទស្សនៈមួយគេលើកឡើងថាជីវិតនឹងប្រៀបដូចជាការជិះកង់អញ្ចឹងជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងបានយើងត្រូវតែធាក់រហូតព្រោះតែកង់ប្រសិនបើយើងអត់ធាក់វាដួលហើយជីវិតដូចគ្នាដែរអ្វីដែលគាត់លើកឡើងយើងគេរាប់ថាគាត់ជាអ្នករូបវិទ្យាដ៏ល្បីល្បាញលើពិភពលោកហើយរាប់ថាជាអ្នកប្រាជ្ញដូច្នេះខ្ញុំលើកមកម្ដងនេះឥឡូវយើងនឹងព្យាយាមយកអ្វីដែលតាក់ទងជាមួយនឹងដំណើរជីវិតប្រចាំថ្ងៃដូចខ្ញុំមិនហ៊ានប្រៀបធៀបថាវាដូចជាការបង្រៀនរបស់ព្រះពុទ្ធទេប៉ុន្តែយើងព្យាយាម connect គ្នាកុំឲ្យវាដាច់ឆ្ងាយពេកបើតែវាជាសំណួរចំណេះដឹងទៅប៉ុន្តែកុំឲ្យវាឆ្ងាយពីអ្វីដែលចំណេះដឹងយើងរស់នៅប្រចាំថ្ងៃកុំឲ្យវាឆ្ងាយពេកដើម្បីដាក់ក្បែរយើងឲ្យយើងទទួលស្គាល់ប្រភេទទស្សនៈទាំងអស់ហ្នឹងហើយ
បកមកវិញតើតងជាមួយដំណើរជីវិតយើងគឺវាស្តៀងនឹងដែរដូចឆាលីឆាប់ទីនដែលលោកលើកឡើងតើតងជាមួយនឹងជីវិតនៅពេលដែលយើងនៅចិត្តហ្នឹងវាគឺជាសោកនាដកម្មវាជាទុកសោកប៉ុន្តែបើយើងនៅឆ្ងាយមើលពីឆ្ងាយទៅវាដូចជារឿងកំ pl ាយរឿងនៅក្នុងជីវិតជាក់ស្ដែងអញ្ចឹងមែនណាបាទជាងខ្លាំងអ្នកខាងនេះឃើញគេនោះអូសុបាយណាជីវិតគេដល់ពេលអ្នកខាងនោះមកចង់ឲ្យដូចអ្នកខាងនេះវិញអញ្ចឹងអញ្ចឹងដែរបាទហើយទស្សនៈមួយទៀតចេះរៀនមានពិរោះហ្នឹងដូចគ្នាដែរអញ្ចឹងមិញនេះខ្ញុំលើកទស្សនៈហ្នឹងខ្ញុំចង់ឲ្យលោកលោកស្រីបងប្អូននេះជួយប្រាប់មកថាតើជាប្រភេទជាទស្សនៈរបស់អ្នកណាអូខេទស្សនៈរបស់លោក Albert Einstein អូខេមានអ្នកចូលរួមឆ្លើយហើយថាមុនអ្នកប្រាជ្ញ Albert Einstein អូខេហូហួយលីវ៉ាន់ប៉ិនជំរាបសួរលោកគ្រូនិងបងអូខេជំរាបសួរលីវ៉ាន់ត្រាក់ទីប្រហែលហើយបងអូនអាចសុំដឹងបន្តិចបានទេចង់ដឹងថាជាក្មេងវិទ្យាល័យអនុវិទ្យាល័យឬក៏ថ្នាក់បញ្ញាបត្រឬក៏ជាគ្រូបង្រៀនអញ្ចឹងបាទឬក៏នេះមិនសួរទេមិនដេញដើរទេគ្រាន់តែចង់ដឹងបើសិនជាព្រមុននេះឃើញមានបងប្អូនថ្នាក់វិទ្យាល័យបានចូលរួមចាប់ដើមមានចូលរួមច្រើនហើយខ្ញុំក៏សប្បាយចិត្តដែរជីវិតប្រៀបដូចជាការជិះកង់ជាទស្សនៈរបស់ Albert Einstein អូខេអរគុណអ្នកគ្រូសុធាវីប៊ុនសុខសប្បាយទេអ្នកគ្រូកូនសិស្សអីយ៉ាងមិនដែរនៅខាងនោះដែលបានជួបទេអ្នកខានយូរហើយតាមពិតដែលបានជួបហ្នឹងនៅក្រៅក៏ដែលបានជួបតែពីមុនហ្នឹងធ្លាប់ចូលរួមសភៅខ្លះហើយឥឡូវក៏ឆ្ងាយគ្នាណាបាទទស្សនៈជីវិតប្រៀបដូចជាការជិះកង់ជាទស្សនៈរបស់លោក Albert Einstein yes មិនខុសទេទស្សនៈខ្ញុំអានខមមិនរបស់ Woodley បន្ទាប់មកខ្ញុំអានរបស់នងស្រីលះទស្សនៈជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងបានគឺអ្នកត្រូវតែធាក់រហូតអូខេជាទស្សនៈរបស់ Albert Einstein មិនខុសទេជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងបានជានិច្ចទស្សនៈរបស់ Albert Einstein អូខេសេងរះWoodley សិលះខ្ញុំបានអានខមមិនរួចហើយរាយគុំរនរាយាជំរាបសួរជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងអ្នកត្រូវតែបន្តទៅមុខជានិច្ចជាទស្សនៈរបស់លោក Albert Einstein អូខេសុំដកពេលបន្តិចអ្វីដែលយើងដាក់ចូលនៅក្នុងកម្មវិធីនេះខ្ញុំតែងតែចង់ឲ្យលោកស្រីបងប្អូនទាំងបានគិតដែរជាពិសេសក្រោយចាប់កម្មវិធីផ្សាយទៅអាចយកទៅគិតបន្តិចឬក៏ស្អែកឡើងព្រលឹមឡើងអាចយកមកគិតបន្តិចដែរមែនហើយជីវិតយើងប្រៀបដូចនឹងការជិះកង់ហ្នឹងក្នុងនេះมันសម្រាប់តែបុគ្គលណាម្នាក់ឯងខ្ញុំគិតថាมันសម្រាប់តែអ្នកកាន់ position ឬក៏តំណែងតួនាទីណាមួយគឺដូចគ្នាយើងឈរនៅក្នុងតំណែងណាមួយឧទាហរណ៍ថា position ក្នុងនាមជាកូនក៏ដូចគ្នាឪពុកម្ដាយក៏ដូចគ្នាគ្រូបង្រៀនក៏ដូចគ្នាដាក់ថ្នាក់ដឹកនាំសាលាក៏ដូចគ្នាថ្នាក់ដឹកនាំក្រសួងក៏ដូចគ្នាថ្នាក់ដឹកនាំស្ថាប័នដូចគ្នាឬក៏ថ្នាក់ដឹកនាំជាតិក៏ខ្ញុំគិតថាដូចគ្នាដែរវាប្រៀបដូចជាការជិះកង់កាលណាតែយើងឈប់សូមទោសកាត់យើងបើស្រិនតែយើងចង់បានដំណឹងយើងត្រូវតែបន្តដូចគ្នានឹងដូចគ្នាអញ្ចឹងដូច្នេះហើយយើងអាចវាតម្លៃបានថាការជួបនៅទុកលំបាកផលលំបាករៀងខ្លួននរណាក៏មានដែរដែលត្រូវប្រឈមមុខនឹងដោះស្រាយនោះអញ្ចឹងពេលខ្លះប្រហែលវាមិនមែនយើងតែម្នាក់ឯងមិនមានន័យថា we are not alone អញ្ចឹងប្រហែលជាយើងទាំងអស់គ្នាដែរជាស្រ័យសក់ធ្លាក់ដល់ហើយខ្ញុំអានរយៈមិញបន្ទាប់មកសុផានីតជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងបានយើងទៅធាក់រហូតទស្សនៈរបស់លោក Albert Einstein គេអ្នកគ្រូមិញនេះខ្ញុំអានសុផានីតបន្ទាប់មកអ្នកគ្រូសុធាវីប៊ុនខ្ញុំបានអានរួចហើយតតអ្នកតកៅជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងត្រូវធាក់រហូតដល់បានស្ទើអូខេសប្បាយចិត្តនៅពេលដែលមានអ្នកដឹងច្រើនអំពីទស្សនៈរបស់ Albert Einstein នេះទស្សនៈជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងអ្នកត្រូវធាក់ទៅមុខជានិច្ចទស្សនៈរបស់ Albert Einstein អូខេចម្រើនមកជំរាបសួរអរគុណរចនាស័កអូខេដូចជាអ្នកចូលរួមថ្មីរចនាស័កអ្នកថ្មីឬក៏ចាស់តែឈ្មោះថ្ងៃនេះដូចជាថ្មីទស្សនៈជីវិតប្រៀបបាននឹងការជិះកង់ Albert Einstein មិនខុសទេជំរាបសួរលោកគ្រូនិងបងអ្នកប្រាជ្ញ Albert Einsteinហូហួយទស្សនៈលោក Albert Einstein ទស្សនៈជីវិតប្រៀបដូចជាការជិះកង់ Albert Einstein អូខេគ្រូនេះមិញហេងហុងទស្សនៈជីវិតប្រៀបដូចជាការជិះកង់ដើម្បីរក្សាលំនឹងអ្នកត្រូវតែធាក់រហូតទស្សនៈរបស់ Albert Einstein គេអ្នកគ្រូបញ្ញាបងប្អូនដែលមានបំណងមកកំសាន្តនៅកំពតកុំភ្លេចបបួលអ្នកកំពតម្នាក់នេះផងអ្នកចង់ទៅកំពតចាំតាក់ទងអ្នកគ្រូបញ្ញាណាអ្នកកំពតជំរាបសួរជីវិតប្រៀបដូចជាការជិះកង់ Albert Einstein គុណចន្ទ្រាអូខេទស្សនៈជីវិតប្រៀបដូចជាការជិះកង់របស់ Albert Einstein កូនចាស់ជួយពិសិដ្ឋយកូនចាស់ជួយពិសិដ្ឋគ្នាលឿនណាកូនចាស់មានមុនអ្វីទៅបានថ្ងៃនេះលៀងលឿនហើយត្រឹមត្រូវខាងលើគេកូនចាស់អាចសុំដឹងតិចមកលេចធ្លោហ្មងឯនេះបាទកណាកូនចាស់ពីខាងខេត្តបាត់ដំបងគង់នៅវត្តសុភីណែនាំអីគេកន្លែងតិចចុះណាសុភាសិតខ្មែរជាព្រានមានមរកអត្តហេអត្តនានិនថោកោហេនិថោបរោសិយាកណាគុណចាស់ពិភ័យកណានឹងព្យាយាមសាកល្បងរៀនបន្ថែមទៀតដើម្បីដាក់យកមកទៅចែកនៅក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសុភៅអូខេវិញ្ញារិនក៏ថាអ្នកកពតជួបទៅគាត់ផងអូខេអញ្ចឹងអ្នកដែលចូលរួមឆ្លើយមុនគេផ្ដល់ចម្លើយមុនគេមិនបាញ់មិញគឺចម្លើយរបស់គុណចាស់ចូលពិសិដ្ឋទស្សនៈជីវិតប្រៀបដូចជាការជិះកង់របស់ Albert Einstein yes ប៉ុន្តែអត់ទាន់
ở toàn pin nhé còn gia đình ở toàn khổ quá là cái đại trong ai được xe tu sửa nát cái logic chỉ căng bên đây là bây đã sai lầm nâng bán nhưng tao tại bật tao thẹn hồ hay cái này như việc đặt mà cái nát á và mình chỉ thấy cái nào là cái thăm mình để cho rung kháng crown tiết mình chỉ cái chặt tôi ô tầm nào thế pro miền crown tiết miền chân trí có riêng khay đá và tụi nó những khi miền ôn hình hong kia riêng vào chấm lại riêng group lại cái nào bảo cái pin nè là chúng sao mà nhà pin comment bảo cùng cho bị sạch mới cho cái nào nè sẽ tụi kiên chỉ biết xuaខ្ញុំចាំមិនច្បាស់ថា Albert Einstein ទេឬ Albert ទេលោកគ្រូ Albert អូខេនៅទីនេះគេសរសេរជាភាសាខ្មែរក៏បានជាភាសាអង់គ្លេសក៏បានដែរបាទ Albert Einstein ជា Einstein សរសេរជាភាសាខ្មែរ A O ស្រអែនឹងញោហើយសជាងតស្រអែនឹងញោ Einstein ដូចគេសរសេរតាមភាសាខ្មែរតែជាឈ្មោះដែលសរសេរមកពីភាសាខ្មែរនេះយើងមិនចាប់ពេកទេលើកលែងតែពាក្យអក្ខរាវិរុទ្ធជាភាសាខ្មែរបាទអូខេបន្ទាប់មកគាត់ជារដ្ឋបរិសុទ្ធរបស់អ៊ីស្រាអែលជាបិតាផ្នែកវិទ្យាសាស្ត្រនេះរកឃើញរូបមន្តផលិតនុយក្លេអ៊ែរគាត់ឆ្លាញ់ទ្រឹស្ដីពុទ្ធសាសនាកណាគុណចាស់អរគុណសម្រាប់ព័ត៌មានបន្ថែម detail តទៅជាមួយនឹងជីវិតខ្លីៗអំពី Albert Einstein ណាជីវិតប្រៀបដូចជាការជាកងជាទស្សនៈរបស់ Albert Einstein គេវ៉ាន់ឌីសំទោសវ៉ាន់ដាយួនយួនវ៉ាន់ដាអូខេសិតូចដូចគ្នាដែរ Albert Einstein ដូច្នេះខ្ញុំឃើញសិតតែអ្នកឆ្លើយត្រូវអត់មានអ្នកឆ្លើយខុសទេបាទឆ្លើយអត់ទេលោកគ្រូយ៉ាងមិនទៅចាសុខសប្បាយធម្មតាទេអរគុណគ្រូបាទអរគុណច្រើនអរគុណដូចគ្នាអ្នកគ្រូសុធីវីដូចជាក្នុងវ៉ាកងគ្រូណាអត់សូវមានទេព្រោះជាប់កែវិញ្ញាសាយដែរជីវិតដូចជាការជីកង់ប្រសិនបើអ្នកចង់បន្តទៅមុខអ្នកទៅខំប្រឹងតែទីនេះអូខេសិតូចអរគុណតាមពិតប្រភេទទស្សនៈតែចេះអាចជួយយើងដែរជួយយើងខ្ញុំមិនដឹងថាវាអាចប៉ះពាល់ចិត្តអារម្មណ៍ផ្លូវចិត្តរបស់លោកលោកស្រីបងប្អូនអ្នកនេះឬក៏យ៉ាងណាទេប៉ុន្តែខ្ញុំនិយាយថាប៉ះពាល់ហ្នឹងដូចពេលខ្លះជាធម្មតាជាទូទៅមនុស្សនរណាក៏ដូចនរណាដែរវាមានការបាក់ទឹកចិត្តបន្តិចបន្តួចមានការខកចិត្តបន្តិចបន្តួចឬក៏មានការហត់នឿយនឹងជីវិតនរណាក៏មានចឹងដែរហើយខ្ញុំហ៊ានធានាថានរណាក៏មានដែរថ្នាក់ដឹកនាំកម្រិតណាថ្នាក់ដឹកនាំពិភពលោកក៏ដោយថ្នាក់ដឹកនាំតំបន់ក៏ដោយថ្នាក់ដឹកនាំជាតិខ្ញុំគិតថាមានដូចគ្នាដូច្នេះហើយប្រហែលជាពាក្យពេចន៍ទ្រឹស្ដីតិចតួចរបស់អ្នកប្រាជ្ញទស្សនវិជ្ជាអ្នកប្រាជ្ញល្បីៗមួយចំនួនហ្នឹងវាអាចជួយឲ្យយើងទទួលស្គាល់ការពិតថាជីវិតវាអញ្ចឹងដែរអញ្ចឹងណាហើយវាមិនមែនកាត់ឡើងទៅលើយើងទេវាកាត់ឡើងទៅលើអ្នកមុនហ្នឹងរាប់ម៉ឺនរាប់សែនរាប់ពាន់អ្នករាប់លានអ្នករួចទៅហើយអញ្ចឹងដូច្នេះប្រហែលជាយើងត្រូវទទួលស្គាល់ដំណើរជីវិតហ្នឹងដែរប្រហែលជាដូចនេះឯងជីវិតគឺជាអញ្ចឹងហើយជីវិតអញ្ចឹងឯងអូខេខ្ញុំចិត្តចប់សកលហើយអូខេអ្នកសកលហើយវិវ៉ាន់ស្រីនុតដូចគ្នាដែរ Albert Einstein yes Lin Eidos ខ្ញុំអានអត់ត្រូវចាំជួយប្រាប់ផងអធិស្ឋានទស្សនៈមួយលើកឡើងថាជីវិតប្រៀបដូចជាការជីកប់ដើម្បីទស្សនៈក្នុងណាអ្នកតទៅធាក់រហូតគឺទស្សនៈរបស់ Albert Einstein ឃ្លានេះគាត់បានសរសេរសម្បត្តិទៅកាន់កូនប្រុសរបស់គាត់អូខេអរគុណច្រើនអ្នកឃើញទេសិតតែជាចំណេះដឹងថ្មីដែលយើងបានពីកម្មវិធីខ្ញុំក៏បានបងប្អូនមួយចំនួនទាំងអស់គ្នាក៏បានជួនកាលយើងអត់បានដឹងដល់អ្វីដែលលើកឡើងទេជួនកាលនេះគាត់ថាឃ្លាហ្នឹងគឺជាសម្បត្តិដែលគាត់ផ្ញើទៅកាន់កូនគាត់អញ្ចឹងយើងដឹងកន្លែងហ្នឹងទេហើយកូនចាស់ជួយពិសិដ្ឋក៏បានលើកឡើងថា Albert Einstein ហ្នឹងជាអ្នកណាមកពីណាជាអ្នកដែលចូលចិត្តអីជាអ្នកដែលរកឃើញរូបមន្តអីលោកខ្ញុំបានអានមុននេះបាទអូខេសិរៈដូចគ្នាដែរគេវិឌីអញ្ចឹងយើងអស់ហើយអាណាលោកស្រីបងប្អូនទាំងគ្នាបានអបអរសាទរទៅកាន់កូនចាស់ជួយពិសិដ្ឋមួយទៅបាទមួយទៅហ្នឹងហើយយើងជូនប្រកេនកូនចាស់ជួយពិសិដ្ឋជាប្រសងដែលចូលតែចូលរួមក្នុងកម្មវិធីនីតិឆ្លើយសំណួរយកសភៅហើយសភៅកំណត់ហេតុបងប្អូនស្រី3នាក់នេះណាខ្ញុំក៏បានលើកទឹកចិត្តឲ្យបងប្អូនមួយចំនួនអានហើយដូចខ្ញុំបានអានចប់ហើយខ្ញុំពេញចិត្តចំពោះស្នាដៃនេះហើយខ្ញុំជឿថាស្នាដៃនេះច្បាស់ជាចូលរួមជួយលើកទឹកចិត្តយុវជនមួយចំនួនជាពិសេសអ្នកដែលកំពុងតែស្ថិតនៅក្នុងឋានភាពលំបាកមានដំណងចង់បោះបង់ការសិក្សាចោលឬក៏បោះបង់រៀនការរៀនសូត្រនឹងឯងអាចនឹងកលែកមើលជីវិតខ្សែជីវិតរបស់បងអូនវលៈនេះសុំទៅស្រីលៈអូខេអបអរសាទរអញ្ចឹងសម្រាប់អ្នកចាស់អ្នកថ្មីអបអរសាទរគុំចាស់ជួយពិសិដ្ឋមួយផងអូខេវិញ្ញាណ congratulation ចាំទ្រា congratulation Ismail MC2 អូខេរូបមន្តអរគុណអូខេតោះអានេះលោកស្រីបងប្អូនទាំងបានសរសេរពាក្យទៀតយើងចូលដល់ការសរសេរតាមអានម្ដងសរសេរតាមអាននៅក្នុងសំណួរទី2នេះខ្ញុំនឹងអូខេវាទៅនឹងដាក់ជូនសភៅនេះឯងខ្ញុំចាំបានថាម្សិលមិញ
miền dục miền này mà hai bàn tay po ná bị plei tiệt đang thắp bom mùi náแต่เลยbay đang đã sân ai chơi được mùi bán sân ba bị toàn miền bị chặt thì năng này xem em sẽ tam an hết trong thay này xong lơ vào bịa rất xong của mùi bịa chỉ tu tới những ai sẽ tại pram bịa tê được trong cam thì sẽ tam an và ai pram mùi bịa ní chỉ bịa khai tế tam bịa khai dương miền trán và miền trán hai bịa mùi chủng nón nứng dương plei đi coi cái hào bịa này khác cái bịa để slap tới thì dương bàn prá và bịa để prá ประจำថ្ងៃនេះខ្ញុំគិតថាយើងលោកសរសេរបងប្អូនថាខ្ញុំក៏ដូចជាមិននិយាយច្រើនដែររាល់ថ្ងៃបានចាស់ខ្ញុំអរគុណលោកគ្រូអ្នកគ្រូទៅនេះទៅនោះហូបបាយហូបទឹកឬក៏ពាក្យក្រៅពីហ្នឹងជួនកាលមួយឆ្នាំយើងអត់តនិយាយម្ដងផងមែនទេដូច្នេះហើយយើងក៏ដូចជាមិនមានពាក្យថ្មីអីច្រើនដែរសូមសរសេរតែ6ពាក្យទេហើយលក្ខខណ្ឌនៃការសរសេរតាមអាននេះគឺលោកលោកស្រីបងប្អូនទាំងគ្នាត្រូវសរសេរឲ្យគ្រប់6ពាក្យសិនចាំទម្លាក់នៅក្នុង comment មានន័យថាប្រសិនបើខ្ញុំអានកលោកស្រីសរសេរកមកខ្ញុំអានខលោកស្រីសេខខ្ញុំអានកលោកស្រីសេកខ្ញុំអានខដល់លេខ4ក៏លោកស្រីសេខដែរដល់ពេលខ្ញុំអានដល់លេខ5ងអូខេសរសេងមកទៀតដល់ពេលខ្ញុំអានដល់លេខ6ចចាំទម្លាក់មានន័យថានៅពេលដែលពាក្យក្រោយគេបំផុតពាក្យទី6ហ្នឹងចាំទម្លាក់នៅក្នុង comment ក៏ព្រោះតែបើសិនជាប្រសិនបើទម្លាក់មួយម្ដងគឺនោះមើលអត់ទាន់ទេហើយក៏ពិបាកនឹងពិនិត្យដែរអូខេត្រៀមអញ្ចឹងពាក្យទី1នៅក្នុងរាត្រីនេះយើងនឹងសរសេរពាក្យខ្ញុំសូមអាន3ដងបាទពាក្យរមណីយដ្ឋានអូខេរមណីយដ្ឋានបាទរមណីយដ្ឋានពាក្យទី1បាទខ្ញុំអានម្ដងទៀតរមណីយដ្ឋានអូខេអញ្ចឹងរមណីយដ្ឋានខ្ញុំអាន3ដងហើយអូខេនឹងពាក្យទី1ពាក្យទី2នៅក្នុងរាត្រីនេះយើងនឹងសរសេរពាក្យគេឈ្មោះអូខេគេឈ្មោះខុសពីគេមរតកខុសពីគេដំណើរអញ្ចឹងគេឈ្មោះគេសរសេរយ៉ាងដូចម្ដេចអូខេខ្ញុំសូមអានម្ដងទៀតជាលើកទី3គឺពាក្យពាក្យទី2អានជាលើកទី3ពីពាក្យគេឈ្មោះគេបន្ទាប់មកពាក្យទី4ខ្ញុំចង់ឲ្យលោកលោកស្រីបងប្អូនទាំងគ្នាសរសេរពាក្យបេតិកភណ្ឌអូខេបេតិកភណ្ឌណាបាទដែលយើងធ្លាប់ឃើញគេសរសេរគេអានទីទៅលឿនហ្នឹងគឺបេតិកភណ្ឌបេតិកភណ្ឌអញ្ចឹងអានលឿនណាដូចបេតិកភណ្ឌប៉ុន្តែសរសេរគេសរសេរយ៉ាងដូចនេះក៏បើសិនប្រសិនបើអានទៅត្រូវយ៉ាងដូចនេះបេតិកភណ្ឌអូខេទី4សំទោសមិនដូចជាពាក្យទី3ហើយរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌជាពាក្យទី3ហើយពាក្យទី4អនេកបកាស្រាប់លឿនណាសូមអរគុណជាអនេកបកាអរគុណដែលផ្ដល់ជូននៅការជូនពរឬក៏ថ្លែងអំណរគុណជាអនេកបកាអញ្ចឹងអនេកបកាហ្នឹងធ្លាប់តែឮតែយើងអត់ដែលសរសេរជួនកាលអាចសរសេរខុសបាទហើយខ្ញុំសូមអានលើកទី2អនេកបកាអូខេអញ្ចឹងពាក្យ4ដែលខ្ញុំអានជូនបាញ់មិញយើងពាក្យទី1គឺរមណីយដ្ឋានពាក្យទី2គឺពាក្យគេឈ្មោះពាក្យទី3ទៅពាក្យបេតិកភណ្ឌដល់ហើយពាក្យទី4នេះគឺពាក្យអនេកបកាខ្ញុំមិនដឹងថាខ្ញុំអានត្រូវ 100% ឬអត់ទេបើសិនជាខុសចាំជួយ correct ខ្ញុំផងជួយកែតម្រូវខ្ញុំផងអូខេពាក្យទី4គឺពាក្យអនេកបកាពាក្យទី5រៀងតឹងតិចពាក្យទី5នេះបាទអានេះចាំទុកក្រោយគេណាហើយរៀងតឹងក្រោយគេចុះចាំដល់ពាក្យទី6នេះចាំមើលខ្ញុំដាក់ឥឡូវពាក្យទី5ពាក្យគ្រិស្តសករាជអូខេយើងធ្លាប់ឮណាពាក្យគ្រិស្តសករាជណាចឹងខ្ញុំសូមអានម្ដងទៀតគ្រិស្តសករាជជាពាក្យទី5តែគ្រិស្តសករាជហ្នឹងគេសរសេរយ៉ាងដូចម្ដេចគ្រិស្តសករាជឬក៏ហ្នឹងហើយគ្រិស្តសករាជអូខេពាក្យទី5ពាក្យគ្រិស្តសករាជពាក្យទី5ពាក្យគ្រិស្តសករាជហើយពាក្យទី6ពាក្យទី6ជាពាក្យដែលនឹងមកអីគេមកកំណត់ជោគវាសនាថាតើនរណាជាអ្នកដែលឆ្លើយមុនគេសរសេរបានត្រឹមត្រូវហើយតម្លាក់នៅក្នុង comment ពាក្យទី6នេះគឺពាក្យព្រះបរមវិស្ណុលោកអូខេព្រះបរមវិស្ណុលោកព្រះបរមវិស្ណុលោកអូខេខ្ញុំដឹងថាខ្ញុំអានត្រូវ 100% ឬក៏យ៉ាងណាបើខុសចាំជួយកែតម្រូវផងព្រះបរមវិស្ណុលោកនឹងឯងហើយពាក្យព្រះបរមវិស្ណុលោកនេះគេរាប់ថាជាពាក្យឬរាប់ចាប់ថាជាឈ្មោះដើមរបស់ប្រាសាទអង្គរវត្តណាបាទអូខេព្រះបរមវិស្ណុលោកអញ្ចឹងពាក្យទាំង6នេះខ្ញុំដកស្រង់ចេញពីវិញ្ញាសានៃការសរសេរគេហៅសំឡេងអង្គរលើកទី2ដែលខ្ញុំដកស្រង់ពីអត្ថបទនោះឯងហើយខ្ញុំរើសយកមកពាក្យលំបាកប្រហែលជា10ប៉ុន្តែខ្ញុំយកតែ6ទេដាក់នៅក្នុងកម្មវិធីផ្សាយឲ្យលោកអ្នករៀនសរសេរសម្រាប់លោកលោកស្រីបងប្អូនដែលចាប់អារម្មណ៍ទាក់ទងជាមួយនឹងការចូលរួមសំឡេងអង្គរដូចជាឃើញមានការបើកចុះឈ្មោះហើយលោកស្រីអាចចាប់អារម្មណ៍អាចចូលឈ្មោះបានហើយខ្ញុំអត់ទាន់បានចូលរួមទេចាំមើលប្រសិនបើញែកបានពេលវេលាអាចនឹង
រកវេលាដែរប៉ុន្តែអត់ទាន់ហ៊ានសន្យាទេឥឡូវយើងលើកសំណួរសរសេរតាមអានខ្លះក្នុងកម្មវិធីនីតិឆ្លើយសំណួរយកទៅជាប្រភេទពាក្យពេចន៍មិនមែនជាប្រភេទប្រយោគឬក៏ជាកថាខណ្ឌជាល្បះដូចនៅក្នុងកម្មវិធីសំឡេងក៏ទេអូខេអ្នកមកចម្រាសុំទៅតុករមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌ yes អូខេអនេកបកាគ្រីសករាជអូខេព្រះបរមវិស្ណុលោកអូកែណាសុទ្ធតែអ្នកបកាណាអូខេអ្នកតកៅគេគុណចាស់ជួយពិសិដ្ឋក៏ដូចគ្នាដែរព្រះបរមវិស្ណុលោកលោកនាមមេរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្បោះសក្តិនេះសុំទៅគ្រីស្ទសករាជកន្លែងនេះយើងឃើញខុសហ្នឹងហើយចាំមើលជួយកែតម្រូវគ្នាសិលៈរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសករាជ yes correct គឺសករាជព្រះបរមវិស្ណុលោកអូខេសិតតែអ្នកបកាសិនបកាសេបាទសៀងរៈដូចគ្នាដែររមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសករាជព្រះបរមវិស្ណុលោកអូខេអត់មានខុសសេរីវឌ្ឍនាជំរាបសួរអរគុណដូចជាឈ្មោះថ្មីញោមសេរីវឌ្ឍនារមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសករាជខុសព្រះបរមវិស្ណុលោកអូខេអរគុណច្រើនព្រះបរមវិស្ណុលោកកន្លែងនេះខុសដែរគេវិសាលដែលជាបាត់យូរដែររមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសករាជព្រះបរមវិស្ណុលោកគេអត់ខុសទេទៅគេគុណណាន់ជំរាបសួរលោកគ្រូអាយ៉ាបាត់មុខយ៉ាងយូរគុណណាន់អូខេខ្ញុំសូមអានខមមិនអ្នកលើគេបន្តិចកុំឲ្យថាឆ្ងល់មិនបានអានពីកដាលមកវិញជាមួយនរណាគេដែលនៅលើគេមិនមុននេះខ្ញុំអានពីកដាលក៏បានមានការព្រួយបារម្ភអ្នកដែលផ្ញើលើគេខាងមិនបានអត់ឃើញរបស់ខ្ញុំអ្នកដែលផ្ដល់ចម្លើយមុនគេមនថាសូមិនមិញដូចជាអ្នកដល់មានដល់មិនជ័យឬក៏អ្នកកំពុងចាំនេះចាប់ផ្លេចច្រើនបាទរមណីយដ្ឋានត្រឹមត្រូវគេឈ្មោះត្រឹមត្រូវបេតិកភណ្ឌត្រឹមត្រូវអនេកបកាក៏ត្រឹមត្រូវដែរហើយគ្រីស្ទសករាជអូខេបកែព្រះបរមវិស្ណុលោកអូកែណាបកែខ្ញុំសរសេរអត់ត្រូវទេតែជម្រាបទៅត្រង់ខ្ញុំសរសេរអត់ត្រូវទាំងអស់ទេប្រសិនបើឲ្យខ្ញុំសរសេរបាទណែបងអូនមនថាបកែមែនអ្នកចូលរួមដូចជាថ្មីផងឃើញផ្ដល់ជូនចម្លើយលើកនៅលើគេទៀតខ្ញុំនៅក្នុងទូរស័ព្ទខ្ញុំឃើញខមមិននៅលើគេបន្ទាប់មកលីស៊ីមេងរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាហើយគ្រីស្ទសករាជកន្លែងនេះមួយស្អេបានមួយស្អេត្រូវបាទព្រះបរមវិស្ណុលោកត្រឹមត្រូវអញ្ចឹងយើងខុសមួយក្នុងចំណោម5សំទោសក្នុងចំណោម6រណយារមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសករាជកន្លែងនេះស្អេបាទគេសរសេរខ្ញុំចូលរួមកែនេះកុំឲ្យមានការខឹងសម្បាខ្ញុំអីកែនេះគឺកែដើម្បីយកឲ្យយើងទៅត្រូវក្នុងករណីខាងមួយយើងទៅចូលរួមកម្មវិធីសំឡេងអង្គហើយក៏មានពាក្យនឹងម្ដងទៀតពាក្យគ្រីស្ទសករាជហ្នឹងគេសរសេរយ៉ាងដូចនេះកោជើងរស្អេបាទស្អេដូចអូខេសជាងតបាទគ្រីស្ទសករាជបន្ទាប់មកវលៈដូចគ្នាដែរវលៈអត់មានវលៈបាត់មានតែគេទេដល់ឃើញមានឈ្មោះអញ្ចឹងគ្រីស្ទសករាជត្រឹមត្រូវព្រះបរមវិស្ណុលោកក៏សរសេរត្រឹមត្រូវដែរមួយទៀតអញ្ចឹងយើងអាចចេះបានខ្លះមែនទេថ្ងៃនេះខ្ញុំគិតថាវាជាផ្នែកមួយនៃការចូលរួមទីមួយទៅមួយទស្សនៈរបស់ Albert Einstein ក្រៅតែពីដឹងថាវាជាទស្សនៈរបស់ Albert Einstein យើងក៏ដឹងថាជីវិតនឹងវាដូចនេះឯងជីវិតគឺប្រៀបដូចជាការជីកកាលណាតែយើងចង់បន្តលំនឹងឬត្រូវតែធាក់អូខេមួយទី2នៅក្នុងសំណួរសំណេរតាមអាននេះមានពាក្យ2 3ដែលឃើញមានការប្រទាំងទៅឬក៏សរសេរខុសឬក៏ប្រហែលជាភ្លេចភ្លាំងព្រះបរមវិស្ណុលោកខ្ញុំឃើញមានសរសេរច្រើនហើយយ៉ាងហោចណាស់ក៏យើងដឹងថាព្រះបរមវិស្ណុលោកហ្នឹងគឺជាឈ្មោះដើមរបស់ប្រាសាទអង្គរវត្តហ្នឹងឯងនេះរឿងអាស្រ័យទៅលើឯកសារដែលយើងឃើញទាក់ទងជាមួយនឹងសំណេរអង្គរហ្នឹងឯងអញ្ចឹងសម្រាប់លោកលោកស្រីបងប្អូនទាំងមួយចំនួនដែលអត់ទាន់បានដឹងរឿងរ៉ាវទាំងអស់ហ្នឹងយើងបានដឹងតាមកម្មវិធីនីតិឆ្លើយសំណួរយកចូលដែរត្រឡប់ទៅក្រោយវិញទៅមួយទ្រឹស្ដីរបស់ Albert Einstein ទៅមួយជីវិតដូចជាការជីកង់ប្រសិនបើយើងចង់រក្សានឹងទៅមុខហ្នឹងមានបងប្អូនម្នាក់ប្រាប់ថាវាគឺជាសំណេរនៅក្នុងសមុទ្រដែលគាត់ផ្ញើទៅកាន់កូនគាត់ហើយកូនចាស់ជួយសិនបានបញ្ជាក់ថា Albert Einstein ជានរណាជាអ្នកដែលរកឃើញនៅរូបមន្តផលិតអាវុធនុយក្លេអ៊ែរហើយជាដើមអញ្ចឹងនេះយើងដឹងព័ត៌មានបន្ថែមទៀតហើយបាទអូខេគុណចន្ទ្រារមណីយដ្ឋានរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌដូចបេតិកភណ្ឌឃើញអ្នកសរសេរទៅច្រើនបាទដូចជាមានខុសទៅនៃការប្រកាសគ្រីស្ទបរិស័ទរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌកន្លែងនេះខុសបងអូនពូដែតអាចកែបាននៃកាបកាកន្លែងនេះក៏ខុសដែរអញ្ចឹងខុសពីពាក្យហើយក្នុងចំណង6គ្រីស្ទបរិស័ទសំទោសគ្រីស្ទសករាជខុស3ព្រះបរមវិស្ណុលោកអូខេអញ្ចឹងបងអូនរមណីដូចអូខុសច្រើនបងប្អូនត្រូវតែគេឈ្មោះមួយទេក្នុងចំណោម6ពាក្យបងអូនអាចមើលពាក្យរមណីយដ្ឋានខ្ញុំសូមអនុញ្ញាតសូមតិចចាស់សូមកែនេះកុំឲ្យមានអារម្មណ៍ថាកែជាសាធារណៈបងអូនខ្មាស់គេមិនទេខ្ញុំសូមអនុញ្ញាតកែនេះកែយើងកែរួមយើងកែទាំងអស់គ្នាទេពាក្យរមណីយដ្ឋានកន្លែងនេះយើងអត់ឃើញខុសដែរ
ហើយរមណីយដ្ឋានរមណស្រអីយើងមិនរមជាងមណស្រអីយកដល់ចំថាហ្នឹងគឺខុសមួយបាទគេឈ្មោះកន្លែងនេះបងអូនសរសេរគេឈ្មោះត្រឹមត្រូវដែលបេតិកភណ្ឌគេប្រើស្អីបេតិកភណ្ឌហើយផណជាងដល់អត់មានថាត់លើទេបាទអញ្ចឹងខុសបេតិកភណ្ឌមួយទៀតអនេកបកាកន្លែងនេះក៏ខុសដែរអនេកបកាគេទៅសេអណស្រអេនឹងកមិនស្អែទេបាទហើយការកន្លែងហ្នឹងក៏អនេកបកាហ្នឹងគឺបងអូនសរសេរខុសដែរគ្រឹះសក្ការៈកន្លែងនេះក៏បងអូនខុសដែរគោជាងរស្អេតគ្រឹះគោជាងរស្អេសជាងតសរស្អានឹងជគឺសក្ការៈបន្ទាប់មកព្រះបរមវិស្ណុលោកនឹងក៏ខុសដែរដូច្នេះ6ពាក្យបងអាចត្រូវតែ1ពាក្យទេអញ្ចឹងយើងអាចចូលរួមកែតម្រូវតាមនឹងបាននេះជាអ្វីដែលខ្ញុំចង់បានចូលរួមកែតម្រូវនឹងឯងបាទអូខេវិលីដូចគ្នាដែរវេទបេតិរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអត់ត្រូវទេសក្ការៈនេះក៏អត់គ្រឹះសក្ការៈនេះក៏អត់ត្រូវដែរព្រះបរមវិស្ណុលោកត្រឹមត្រូវអូខេមកចម្រើនរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រឹះសក្ការៈព្រះវិស្ណុលោកអរគុណត្រឹមត្រូវទាំងអស់ដូចជាមិនខុសទេតបដូចគ្នាដែររមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រឹះសក្ការៈព្រះបរមវិស្ណុត្រឹមត្រូវគាត់អបអរសាទរគុណចាស់ជួយពិសិដ្ឋអនេកបកាត្រឹមត្រូវដែរណាគូនេមេងនេះមានដូចជាខុសពាក្យមួយគ្រឹះសក្ការៈហ្នឹងហើយសិលៈដូចគ្នាខ្ញុំបានអានរួចហើយស្រីវឌ្ឍនាគឺខ្ញុំអានរួចដែរវិសាក៏ខ្ញុំអានរួចដែរស្រីនុតរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រឹះសក្ការៈហើយព្រះបរមវិស្ណុលោកត្រឹមត្រូវខុសទៀតហើយទឹកវលៈអូខេសេតូចមានអេរឺតាណាទេมันមានទេត្រឹមត្រូវទាំងអស់សេតូចបន្ទាប់មកលីវ៉ាន់រមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសក្ការៈព្រះបរមវិស្ណុអូខេជំរាបសួរគុណណាត់បាទជំរាបសួរគុណច្រើនវណ្ណដាខ្ញុំសូមពេលលោកបន្តិចដើម្បីមើលឲ្យអស់កុំឲ្យអ្នកដែលបានសរសេរដែរគាត់ថាបានសរសេរមើលប្រកបហ្នឹងអូខេវណ្ណដាក៏អត់ខុសដែរវណ្ណដាយល់ត្រូវទាំងអស់រមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាហួរគ្រីស្ទសក្ការៈមួយហួរអួយគ្រឹះសក្ការៈព្រះបរមវិស្ណុលោកត្រឹមត្រូវអញ្ចឹងខុសមួយក្នុងចំណោម6រមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌនេះខុសសុផានិតប៉ុន្តែកែបានសញ្ញាផាត់លើមិនអស្ដាទេអនេកបកាត្រឹមត្រូវគ្រឹះសក្ការៈកន្លែងនេះស្អេបានហើយព្រះបរមវិស្ណុលោកត្រឹមត្រូវអញ្ចឹងបងខុសដូចជា2ក្នុងចំណោម6អូខេផនរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាកន្លែងនេះអត់មានណអស្ដាទេបាទការកស្អារោគ្រីស្ទសក្ការៈត្រឹមត្រូវព្រះបរមវិស្ណុលោកក៏ត្រឹមត្រូវដែរឋាននោះដែលយើងយូរជាងគេថ្ងៃនេះរមណីយដ្ឋានគេឈ្មោះបេតិកភណ្ឌអនេកបកាគ្រីស្ទសក្ការៈព្រះបរមវិស្ណុអរគុណច្រើនគ្រូបញ្ញារិននៅខាងក្រោមសេវាខាងខ្ញុំសេវាលេងខ្ញុំហើយលោកគ្រូអូបងណាត់អូខេលីហ្សាអ្នកចូលរួមថ្មីឈ្មោះនេះរមណីយដ្ឋានត្រឹមត្រូវគេឈ្មោះត្រឹមត្រូវបេតិកភណ្ឌត្រឹមត្រូវអនេកបកាគ្រីស្ទសក្ការៈត្រឹមត្រូវព្រះបរមវិស្ណុលោកអូខេប្រកួតប្រកាស6ពាក្យអត់ទាន់ខុសទេស្ដាប់អត់ទាន់ផ្លេចដាក់ឈ្មោះគ្រូគេបាទអបអរសាទរនឹងជំរាបលាបាទតែសួស្ដីនៅគ្រូរចនាមេអរគុណសម្រាប់ការអញ្ជើញចូលរួមពីអនេកបកាជាពាក្យបាលីពាក្យភាសាបាលីអរគុណព្រះអង្គអូខេមិញនេះអ្នកណាគេលេខ1លួនគេដូចជាអ្នកចូលរួមថ្មីហ្នឹងឯងខ្ញុំតើបានភីនទេបើមើលពួកខ្ញុំបារម្ភខ្លាចតែខ្ញុំអត់បានអានទៅលោកស្រីបងប្អូនទាំងគ្នាខំសរសេរអន់ចិត្តថាអត់បានជាអានខមមិនរបស់គាត់ដូចនេះយើងបានអានឥឡូវយើងអញ្ញាតលោកស្រីបងប្អូនទាំងគ្នាបានអបអរសាទរទៅកាន់បងប្អូនមនថាមួយផងមនថា yes មនថាអ្នកណាគេថាចូលមកចាប់បាត់ហើយខ្ញុំពាក្យចាប់បាត់ហើយខ្ញុំ6ពាក្យត្រូវ1ពាក្យអត់អីទេយ៉ាងណាក៏ដូចខ្ញុំបានបញ្ជាក់ដើមថាឥឡូវនេះយើងដឹងថាអ្វីដែលយើងធ្លាប់ដឹងអ្វីដែលយើងធ្លាប់ចេះហ្នឹងគឺអត់ទាន់បានត្រឹមត្រូវទេអញ្ចឹងតាមរយៈកម្មវិធីនីតិឆ្លើយសំណួរនេះខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានចូលរួមកែនៅអ្វីដែលបងប្អូនខុសបងមិនមែនថាសរសេរតាមអាន6ពាក្យខុស5ពាក្យត្រូវតែ1ពាក្យទេដូច្នេះខ្ញុំក្នុងនាមជាអ្នករៀបចំកម្មវិធីខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំបានកែតម្រូវអ្វីដែលបងខុសនឹងឯងហើយអ្នកផ្សេងទៀតក៏ខុស1ខុស2ដែរវាលើកលែងបើសិនជាខុសតាំង6តែម្ដងយើងនឹងជូនសភៅមួយក្បាលលើកទឹកចិត្តម្ដងប៉ុន្តែនេះដូចគេឆ្លោះនៅសល់1ដែរយ៉ាងហើយណានៅសល់1អញ្ចឹងយើងទុកឱកាសក្រោយទៀតបើនៅថ្ងៃក្រោយទៅមាននរណាម្នាក់ក៏ព្រោះតែកន្លងមកយើងធ្លាប់ធ្វើដែរធ្លាប់ផ្ដល់5ពាក្យខុសទាំង5ពាក្យអញ្ចឹងយើងក៏ធ្លាប់បានផ្ដល់សភៅលើកទឹកចិត្តដែរដោយសារតែខុសទាំងអស់អញ្ចឹងបងប្អូន6ពាក្យត្រូវ1ខុស5មិនជាថ្មីទេយើងនៅមានឱកាសបន្តទៅមុខទៀតជាមួយគ្នាខ្ញុំសប្បាយចិត្តនៅពេលដែលបានចូលរួមកែតម្រូវទាំងអស់គ្នាហ្នឹងហើយទាំងអស់គ្នាមានអ្នកខុសខ្លះអ្នកត្រូវខ្លះទាំងអស់គ្នាហ្នឹងគឺសម្រាប់អ្នកខុសអ្នកត្រូវយើងខ្ញុំមិនមានសមត្ថភាពក្នុងកែតម្រូវទេអូខេយើងដល់ទីបញ្ចប់ហើយសភៅឈ្មោះបងអូនមនថាអាចជ្រើសមួយណាក៏បានខ្ញុំមិនច្បាស់ថា3ហ្នឹងមួយណាដែលគេរើសម្សិលមិញទេមិនចាំសភៅម្សិលមិញណាទេខ្ញុំភ្លេចមាន poster ប៉ុន្តែអត់បានមើលទេអញ្ចឹងយើងអាចរើសតាមពណ៌ទៅមានក្រហមសហើយនឹង
នេះ blue ខៀវបាទបើសិនបើបងអូនរើសមួយក្នុងចំណោម3ហ្នឹងដែលគេអត់ទាន់យកបងអាចយកបានរើសមួយណាសិនទៅបាទហើយប្រសិនបើមានហើយខ្ញុំនឹងប្រាប់ថាអូគេយកឲ្យបងអាចរើស2វិញអូខេអញ្ចឹងបងអូនអាចតទៅកាន់ Telegram ខាងលើ book assistant ហ្នឹងឯងនៅក្នុង profile account ខ្ញុំហ្នឹងហើយបញ្ជាក់អ្នកឈ្នះទៅចំណងជើងសភៅដែលទៅឈ្នះទៅយើងនឹងជជែកគ្នាបន្ថែមនៅពេលនោះឯងអូខេកម្មវិធីផ្សាយទៅនេះសន្មតថាដល់ទីបញ្ចប់ប៉ុណ្្នឹងចុះយប់ជ្រៅដែរហើយម៉ោង10ហើយអានេះគ្រប់ជំរាបលាអរគុណសម្រាប់លោកស្រីបងប្អូនទាំងអស់គ្នាដែលចូលរួមតាំងពីដើមរហូតដល់ចប់ក្នុងកម្ម